ស្រឡាញ់គ្នារាប់ឆ្នាំចុងក្រោយទៅសុំអ្នកផ្សេងរៀបការហើយមកប្រាប់ហេតុផលយើងថាយើងឆេវឆាវពេករស់នៅជាមួយគ្នាមិនកើតនេះជាហេតុផលអីសម្រាប់វីដេអូនេះគឺខ្ញុំចង់ប្រាប់ទៅដល់បងប្អូនស្រីៗបានឃើញថាបើសិនជាយើងបានជួបមនុស្សប្រុសដែលផ្ដល់ហេតុផលបែបនេះមកឲ្យយើងណាខ្ញុំចាំអ្នកនរនេះថាឲ្យគាត់ទៅហើយមិនបាច់ស្ដាយក្រោយក៏មិនបាច់ឈឺចាប់ត្រូវធ្វើបាបខ្លួនឯងដើម្បីម្នាក់នោះដែរព្រោះគេម្នាក់នោះគឺបានអស់ចិត្តពីយើងហើយព្រោះបើសិនជាអ្នកដែលគេស្រឡាញ់យើងពិតប្រាកដអ្នកដែលគេចង់បន្តដំណើរជីវិតទៅជាមួយយើងនៅពេលដែលគេមានអារម្មណ៍ថាមានចំណុចណាមួយដែលរាំងស្ទះនៅដំណើររបស់អ្នកទាំងពីរទៅមុខទៀតហើយគឺគេនឹងយកចំណុចនោះពិភាក្សាជាមួយយើងដើម្បីរកដំណោះស្រាយហើយដើម្បីឲ្យអ្នកទាំងពីរនោះអាចដើរស្របគ្នាបានឬអាចចូលជាមួយគ្នាវិញបានគឺគេនឹងអត់បោះបង់យើងចោលហើយប្រាប់តម្លាក់កំហុសគ្រប់យ៉ាងមកឲ្យយើងដោយសារតែយើងឆេវឆាវនឹងទេគឺគេនឹងព្យាយាមដោះស្រាយជាមួយយើងហើយនៅត្រង់មូលហេតុមួយទៀតគ្រាន់តែគេទៅសុំអ្នកផ្សេងរៀបការហ្នឹងគឺយើងអាចដឹងបាត់ទៅហើយថាគេហ្នឹងគឺមិនមានចិត្តស្មោះជាមួយយើងទេអញ្ចឹងបើសិនអ្នកនរបានជួបមនុស្សបែបនេះគឺជូនគាត់ចោលឲ្យគាត់ទៅចោលឲ្យគាត់ទៅជួបអ្នកថ្មីចោលយើងសុខចិត្តជួបជាមួយអ្នកផ្សេងដែលគេអាចមើលតម្លៃយើងឃើញជាងគាត់ព្រោះគាត់នឹងអាចមើលមិនឃើញតម្លៃយើងឬក៏គាត់អាចនឹងអស់ចិត្តពីយើងហើយអញ្ចឹងយើងអត់គួរនៅឈឺចាប់ឬក៏នៅធ្វើបាបខ្លួនឯងដើម្បីមនុស្សដែលក្បត់ម្នាក់នេះយើងអាចនិយាយបានថាគាត់ក្បត់យើងហើយព្រោះដោយសារគាត់អត់ទាន់បានប្រាប់យើងរឿងអ្វីទាំងអស់គាត់ទៅសុំអ្នកផ្សេងរៀបការស្របពេលដែលគាត់នៅតាក់ទងជាមួយយើងអញ្ចឹងនេះគេអាចនិយាយថាមនុស្សក្បត់ដែរអញ្ចឹងនៅពេលដែលមនុស្សម្នាក់គេមានអ្នកថ្មីគេបែកចេញពីយើងហើយពីខ្ញុំទៅវិញគឺខ្ញុំអត់ចង់ឲ្យអ្នកនរគ្នានៅឈឺចាប់អ្នកនរគ្នាអាចឈឺចាប់អាចយំបានរយៈពេលខ្លីពីព្រោះការដែលយើងស្រឡាញ់គ្នារាប់ឆ្នាំគឺយើងមានអនុស្សាវរីយ៍ច្រើនណាស់ហើយស្របពេលដែលគេបែកសុំចេញពីយើងដោយសារហេតុផលដែលយើងទទួលយកមិនបានហើយគឺសុំទៅដើម្បីទៅសុំអ្នកផ្សេងរៀបការទៀតហើយវារត់ទៅជារឿងឈឺចាប់ជាអ្នកនរគ្នាអាចយំបានអ្នកនរគ្នាអាចឈឺចាប់បានរយៈពេលអ្នកនរគ្នាអាចឈឺចាប់បានរយៈពេលខ្លីប៉ុន្តែសូមកុំឲ្យការឈឺចាប់នោះវានៅរ៉ាំរ៉ៃនៅក្នុងចិត្តយើងច្រើនទៀតហើយខ្ញុំចង់ផ្ដល់កំណត់មួយដល់អ្នកដែលគាត់កំពុងតែជួបរឿងនេះណាអ្នកនរគ្នាគួរតែមានកំណត់មួយនៅក្នុងខ្លួនថាអ្នកដែលចេញទៅគឺអ្នកឯងគឺអ្នកនឹងស្ដាយក្រោយនៅក្នុងការបាត់បង់ខ្ញុំហើយខ្ញុំនឹងធ្វើឲ្យខ្លួនឯងល្អជាងការនៅជាមួយអ្នក10ដងអញ្ចឹងពាក្យនេះគេអរគ្នាគួរតែដាក់ទុកនៅក្នុងចិត្តដើម្បីឲ្យយើងមានកម្លាំងចិត្តនៅក្នុងការកែប្រែខ្លួនឯងនៅក្នុងការផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងដកក្តីស្រឡាញ់ដែលមានចំពោះគេប្រែមកជាស្រឡាញ់ខ្លួនឯងហើយប្រែមកជាផ្ដល់ក្តីសុខនិងផ្ដល់ស្នាមញញឹមឲ្យខ្លួនឯងវិញហើយកុំទៅស្ដាយមនុស្សបែបនេះពីព្រោះដែលចេញពីយើងនេះយើងអាចនិយាយបានថាគេបានបោះបង់មនុស្សដែលស្រឡាញ់គេពិតប្រាកដប៉ុន្តែយើងវិញគឺយើងបាត់បង់មនុស្សដែលសារវ៉ាមនុស្សដែលមិនផ្ដល់ក្តីស្រឡាញ់ពិតប្រាកដឲ្យយើងអញ្ចឹងយើងគឺមានសំណាងយើងអាចជួបមនុស្សម្នាក់ថ្មីយើងអាចមានឱកាសដែលយើងនឹងអាចមានជួបមនុស្សថ្មីដែលគេចូលមកក្នុងជីវិតយើងហើយគេអាចផ្ដល់ស្នាមញញឹមនិងផ្ដល់តម្លៃមកឲ្យយើងច្រើនជាងអ្នកដែលបានចេញពីយើងក៏ថាបាន